ចង់ស្គាល់ឈ្មោះតាពីរួងយ៉ាណារៀងរាវស្ទើតដោយគេណារៃចាំឆាពិសីគុណគប់មេត្រាដំណើរលវលវនគុណមានលក្ខណៈត្រៀមភ្នំចិន្តាកិច្ចការគុំដងដែរខ្ញុំគុណអាត្មាភាពតំណាងឲ្យអង្គការធម្មពលសង្គមលោកសាលាបឋមសិក្សាពលគ្រានេះគឺក្នុងគុំដងដើម្បីសិក្សាអំពីសិភៅដែលដាក់ពីសិក្សាអំពីសិភៅដែលត្រូវទិញសម្រាប់ដាក់នៅក្នុងបណ្ណាល័យនៅឯសាលាបឋមសិក្សាពីមតិតលើខេត្តកំពង់ធំដោយសារតែនៅក្នុងសាលាបឋមសិក្សាពីមតិតនេះឯងពុំមានសិភៅសំបីតាំងមួយក្បាលអញ្ចឹងមកហើយគម្រោងរបស់អង្គការធម្មពលសង្គមនឹងដាក់បណ្ណាល័យធ្វើបណ្ណាល័យមួយនៅសាលាបឋមសិក្សាពីមតិតហើយនឹងជាសិភៅជាច្រើនសម្រាប់ឲ្យក្មេងៗអាននៅក្នុងទីនេះជាបណ្ណាល័យសាលាបឋមសិក្សាអូទ្រាដែលខ្ញុំកណានឹងព្រះអង្គអេកនិងព្រះអង្គអាគ្រាន់មកសិក្សាគម្រោងនេះដើម្បីយកទៅបន្តនៅសាលាបឋមសិក្សាភូមិពីមតិតភូមិសក្រៀមសុខសាស្ត្រកន្លងខេត្តកំពង់ធំយើងចង់គ្រប់គ្រងបណ្ណាល័យក្នុងបណ្ណាល័យនោះតើដែលយើងបတ်បញ្ជាផ្ទៃក្នុងបណ្ណាល័យបတ်បញ្ជាផ្ទៃក្នុងហើយយើងមាននោះកាលវិភាគចូលអានមានកាលវិភាគប្រចាំសប្តាហ៍កាលវិភាគប្រចាំខែហើយនឹងទិន្នផលដែលសិស្សចូលអានហើយនឹងសិស្សខ្ចីហើយការចូលអានក្នុងបណ្ណាល័យនេះមានសិស្សដែលនៅក្នុងថ្នាក់ចូលរួមហ្នឹងហើយនឹងសហគមន៍ចង់និយាយថាអ្នកដែលនៅក្រៅពីសាលាចឹងអាចចូលអានក្នុងបណ្ណាល័យបានដែរ